Ok, so today ngọc này chẳng hạn riêng năng môn về R programming. That is programming môi open source available សម្រាប់យើងប្រើប្រាស់នៅក្នុង research project ផ្សេងៗជាពិសេស data science ហើយផ្ដោតលើ statistic analysis to visualization ផ្សេងៗគឺយើងអាចប្រើ R ក្រៅពី Python ចាខ្ញុំមានពីច្រើន researcher គេចូលចិត្តប្រើ R programming ហើយ R programming គឺងាយស្រួលអ្នកនរក៏ដឹងតឡើង R programming ចេញពីគេហៅថា crane C crane C ran magic ចាហើយតឡើងមក download មកហើយក្រៅពីហ្នឹងគឺអ្វីដែលខ្ញុំកំពុងបង្ហាញគឺជា R Studio វាដូចជា IDE កម្មវិធីសម្រាប់ C code សម្រាប់ manage workflow របស់យើងឧទាហរណ៍យើងមើលជាក់ស្ដែងខ្លីៗគឺងាយស្រួលដែលពេលយើងបើកមកគឺយើងនឹងឃើញ part console របស់វាអញ្ចឹងណាអាចមើល background job បានដែរបើយើងមាន run អីតែเราយើងអត់មានអីអញ្ចឹងនេះ console ចំណុចសំខាន់ដែរយើង say code យើង say អីអញ្ចឹងណា interactive យើង say interactive យើងអត់ say ជា file ទេប៉ុន្តែយើងអាច run file បានដែរតែយើងនឹងនិយាយនៅពេលក្រោយក្រៅពីនេះយើងអាច manage environment ផ្សេងៗយើងអាចមាន tutorial ផងដែរបើយើងចង់មើល tutorial ផ្សេងៗអញ្ចឹងណាចាហើយយើងត្រឡប់មក environment វិញ environment គឺកន្លែងដែលយើង save file save អី import data set ពី file ពីស្អីអញ្ចឹងណាអូខេហើយកន្លែងនេះគឺ file explorer អូខេឥឡូវយើងសាកឧទាហរណ៍ងាយៗរបៀបប្រើគឺអត់ពិបាកទេយើង start ចេញមកប៉ុន្តែបើយើងចង់ start យើងអាចប្រើ command នេះបានប៉ុណ្ណាដើម្បីគាត់ថាយើងត្រូវការ document រៀន follow អញ្ចឹងណាយើងអាច run help.start មកវានឹង run server ហើយយើងអាច access បាននៅទីតាំងមួយនេះអូខេ copy មកយើងអាចបើក Chrome មកអូខេចឹងនេះគឺយើងអាចមេរៀនជា web statistic analysis យើងអាចមើលមេរៀន introduction បានអូខេយើងអាចរៀនពី install យើងអត់ទាន់បាន install ទេដល់យើងអាចចូល introduction មើលមកយ៉ា introduction គេនឹងបញ្យល់យើងហើយតែយើងអាចធ្វើអីបានខ្លះអញ្ចឹងណាខ្ញុំសូមអត់និយាយច្រើនក្នុងហ្នឹងទេតែយើងឃើញនិយាយយ៉ាងដូចចាំដល់ vector ច្រើនតែអូខេមកលេងត្រឡប់មកវិញគឺខ្ញុំរកឧទាហរណ៍មួយពីរបង្ហាញតែម្ដងទៅយ៉ាធម្មតាគឺយើងអាចបង្កើតជា variable ឧទាហរណ៍យើងមាន x ហើយទូទៅសញ្ញាព្រួយបាញ់មកខាងនេះក៏បានបាញ់ទៅខាងទៀតក៏បានតែយើងតាំងយកប្រញ្ញាស្មើទេតែប្រញ្ញាស្មើគឺគួរដដែលដែរតែឥឡូវយើងពាក្យច្រើនគឺយើងប្រញ្ញាហ្នឹងឧទាហរណ៍ថា x ស្មើ2ចឹងណាយ៉ាឃើញទេពេលយើងសេទៅគឺ environment គឺបញ្ចេញមកយើងឃើញនៅក្នុង memory តែមាន variable អីកំពុងតែកាត់ឡើងឧទាហរណ៍យើងមាន y 5ចឹងទៅយ៉ាចឹងយើងអាចឧទាហរណ៍ x បូក y យើងអាចបូកយកមកបានដែរចឹងយ៉ាង7ចឹងដែរឬយើងចង់តាំង total យក x បូក y ក៏បានចឹងយើងអាចពី total ចឹងយើងដូច programming ធម្មតាទៅត្រូវយើងបូកដកងាយស្រួលតែក្រៅពីនោះគឺយើងអាចតាំងវាជាបែប vector យ៉ា vector បែបនេះចឹង vector គឺតាំងយក c ហ្នឹងមកយ៉ាអូខេយើងមាន number ឧទាហរណ៍ហើយយើងអាចបូកឬគុណបញ្ចូលបានអញ្ចឹងឧទាហរណ៍1 2 3 4 5អញ្ចឹងបើយើងចង់គុណឧទាហរណ៍ថាយើងចង់និយាយថា number យើងចង់បន្ថែមណាយក number ខ្លួនឯងហ្នឹងគុណតាម2អញ្ចឹងយើងសាក print number មើលអញ្ចឹងគឺវានឹងគុណចូលគ្រប់តម្លៃទាំងអស់អញ្ចឹងទៅយ៉ាបែបហ្នឹងមកឡើយយើងមើលអាចឧទាហរណ៍ផ្សេងទៀតហើយយើងអាចប្រើ function បានប៉ុណ្ដែរអញ្ចឹងណាយើងអាចប្រើ function default function ដូចជា mean median អញ្ចឹងដែរយើងអាចមើល mean value បានអូខេមួយណាអូខេបើពេលយើងត្រូវការប្រើអីបន្ថែមអានេះ basic របស់វានឹង fundamental របស់ជា base ឬជា base ហើយបើសិនជាយើងចង់ plot ដល់យើងឧទាហរណ៍យើងចង់ plot យើងអាចប្រើ library មួយឈ្មោះ ggplot អញ្ចឹងទៅយ៉ាអញ្ចឹងគឺយើង install package យើងត្រូវការ install package ដាក់ package name យកមកអូខេអញ្ចឹងត្រូវការ install បើអត់មានទេវានឹង download install ចឹងមកអូខេ
right nâng lươn dứt từ tam internet bây giờ nhớ yeah cái chẳng tôi những stop cái sinh lươn thì nơi cái đó lươn mang cái đó mang improve install rồi okay tại nó lươn đi install cho library nó rồi bây giờ riêng web npm install như vậy thôi yeah hay terkait internet đó nên yang terkait internet okay trong những user bisa package ហ្នឹងគឺ package ធំដែរវាមាន library ក្នុងនឹងទៀត function ច្រើនដែលយើងអាចយកមកប្រើដើម្បី plot ដើម្បី build ជា visualization អញ្ចឹងឥឡូវបានចប់ហើយពេលដែលចប់ហើយយើងអាច load អញ្ចឹងណាយ៉ាធម្មតាយើង install ហើយយើងត្រូវការ load ហ្នឹងដូចបើក្នុង Python ឬអីយើង import អញ្ចឹងយ៉ាអញ្ចឹងពេលយើង load មកហើយយើងឃើញយ៉ា variable ហ្នឹងអត់មានបង្ហាញអីណាយើង load មកហើយcái history okay ឥឡូវយើងត្រឡប់មកវិញពេលដែលយើង load ហើយខ្ញុំឧទាហរណ៍ទេខ្ញុំឧទាហរណ៍យកមកទៅណាហើយយើងឧទាហរណ៍យើងមាន vector យើងមាន time 1 3 5ទៅហើយយើងមាន temperature នៅអំឡុងពេល time 1 2 3 5យើងសង់វាជា temperature យើងបង្កើតជា vector ទាំងអស់អញ្ចឹងដល់ពេល1ស្មើនឹង30 2ស្មើនឹង32អញ្ចឹងទៅអញ្ចឹងវាជា table ដូច table អញ្ចឹងហើយយើងត្រូវការបង្កើតជា data frame table ដែរអញ្ចឹងយើងមាន vector ដូចជាយើងមាន row អញ្ចឹងមាន row ហើយឥឡូវយើងដាក់វាចូលបង្កើតជា data frame មកយ៉ា data frame data ហើយនឹង temperature ចូលគ្នាយើងបានជា vector data តទៅពីយើងបានបង្កើត data frame ហើយយើងអាច plot បានដែរតែរបៀប plot ខ្ញុំ copy ដាក់យកមកហើយចាំបញ្ចូលអញ្ចឹងយ៉ាហើយយើងមើលអ្នកគ្នានៅពេលដែលយើងសរសេរចូលបែបនេះគឺនេះ command ណា command គឺយើងប្រើសញ្ញាត្រង់ជួបធម្មតាអញ្ចឹងមកវាអាច command បានដែរចាអញ្ចឹងមានន័យថាម៉េចយើងប្រើ library ggplot មិញហ្នឹងហើយយើង plot data នេះដែលយើងបង្កើត data frame data មិញហ្នឹងហើយយើងរើស x y អីគេអញ្ចឹងណាជួដេកទៅជួយឈរគេចាហើយយើងរើសជាប្រភេទ line ចាជា line ណាហើយ data point ឲ្យវា show ជា data point ធម្មតាមកហើយយើងបង្កើត lab ហ្នឹងគឺយ៉ាង label អីគេដែលយើងត្រូវដាក់មាន title ឈ្មោះគេ graph title ហើយអានេះគឺ title ជួដេកឲ្យជួយឈរឲ្យ x ដេកជួដេកបានហើយក្បែរយើង ordinate អញ្ចឹងណា abscess ordinate អញ្ចឹងដែរយ៉ាហើយបន្ទាប់មកយើងបូកតគ្នារហូតដល់ហ្នឹងកុំភ្លេចមើលយ៉ាបូកតគ្នារហូតទេតែយើងបូកយើងអាចយកបន្ទាត់ដើម្បីស្រួលមើលទេអញ្ចឹងយើងបូកតគ្នាទៀតមកយើងយករើស team ប្រភេទអីគេ display អូខេថាមកយ៉ាអញ្ចឹងវាបង្រៀនជា graph ឲ្យយើងឃើញបែបនេះអញ្ចឹងយើងអាច zoom វាយ៉ាវា zoom វាចេញមកលុបចេញមកអញ្ចឹងហើយយើងក៏អាច save បានផងដែរចាយើង export ជា PDF ក៏បានដែរនេះ clipboard copy ដាក់ក្នុង Word ក៏បានតែយើងចង់ធ្វើ document អញ្ចឹង copy plot ទៅយើងអាចដាក់ចូលក្នុង Word ដើម្បីធ្វើ document ឬអីទៅយ៉ាអូខេអត់ឲ្យ copy ផងអត់ឲ្យ copy clipboard ចាអត់ឲ្យ copy អត់អីដែរខ្ញុំបានតែ copy នឹងដែរត្រូវតែ save យើងអាច save បាន save PDF ក៏បាន save image ក៏បានយើងអាចដាក់ save ជា power ជា png ទៅ alright ហើយទៅទីតាំង home ទីតាំង home យ៉ាចុច save